បាទសួស្តីបងប្អូនទាំងអស់គ្នាដូច្នេះនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពី Facebook Page និងអំពី Facebook Page អញ្ចឹងហ្នឹងបាទហើយសម្រាប់ Page នេះគឺ0 follow ទេដែលខ្ញុំទៅតែបង្កើតបាទទៅតែបង្កើតបងប្អូនណាបើទៅតែបង្កើតអញ្ចឹងអឺខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងអំពីកន្លែងនឹងការបដូរឈ្មោះ Page បាទអញ្ចឹងនៅពេលដែលបងប្អូនចូលបែបនេះហើយគឺបងប្អូនមើលកន្លែងពាក្យ setting កន្លែងនេះបាទចុចកន្លែងនេះទៅបន្ទាប់មកគឺបងប្អូនទាញទៅខាងក្រោមបាទបងប្អូនទាញទៅខាងក្រោមមើលពាក្យថា page setup កន្លែងនេះបាទមក page setup អញ្ចឹងបងប្អូនមើលកន្លែងពាក្យ name កន្លែងនេះបាទណាបែបនេះកន្លែងនេះគឺបងប្អូនអាចធ្វើការបដូរឈ្មោះបាទដោយសារតែខ្ញុំទៅបដូរថ្មីដូច្នេះខ្ញុំខ្ជិលបដូរទៀតអញ្ចឹងកន្លែងនេះគឺកន្លែងនេះគឺបងប្អូនអាចធ្វើការបដូរឈ្មោះវាបាទចោលដាក់ឈ្មោះយ៉ាងម៉េចក៏បានបន្ទាប់មកគឺបងប្អូនចុចធ្វើការ review change គឺអូខេតែម្ដងហ្នឹងហើយកន្លែងនេះគឺកន្លែង username បាទកន្លែង username បាទកន្លែង username អញ្ចឹងណាអញ្ចឹងដោយសារតែខ្ញុំទៅតែបដូរដែរអញ្ចឹងណាអញ្ចឹងក៏អត់ទាន់បានហ្នឹងហើយអញ្ចឹងតាក់ទងនឹងកន្លែងបដូរឈ្មោះតាក់ទងនឹង username គឺមានតែពីរហ្នឹងបងប្អូនបាទគឺមានតែពីរហ្នឹងអញ្ចឹងហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទតាក់ទងនឹងការបដូរឈ្មោះ page តាក់ទងនឹង username ហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនបាទអរគុណ